បាទជំរាបសួរបងប្អូនទាំងអស់គ្នាដែលកំពុងតែទស្សនាជាមួយនឹងវីដេអូរបស់ខ្ញុំបាទប្រូស្នាបាទនេះគឺជាកម្មវិធី podcast ជាកម្មវិធីសម្ភាសជាមួយនឹងខ្លួនឯងប្លែកទេប្លែកបើកម្មវិធីគេគឺគេតែងតែអញ្ជើញ Will Comment យកមកសម្ភាសធ្វើកិច្ចសន្ទនាផ្ដោះផ្ដងបាទសម្រាប់ខ្ញុំមួយគឺខ្ញុំមានត្រូវការអញ្ជើញអ្នកណាទេកុំឲ្យបែកលុយសួរខ្លួនឯងសម្ភាសខ្លួនឯងនិយាយខ្លួនឯងបាទអូយនិយាយលេងទេបងប្អូនហ្នឹងហើយតាមពិតទៅវីដេអូនេះគឺខ្ញុំអត់មានកម្រងធ្វើទេខ្ញុំមើលខាងនេះឥឡូវខ្ញុំមើលកាមេរ៉ាវិញចាអញ្ចឹងបងប្អូនបាយឆ្ងល់ទេថាហេតុអីភ្នែកខ្ញុំមើលអត់ចំនេះគឺកាមេរ៉ានៅខាងនេះប៉ុន្តែដល់ពេលដែលខ្ញុំនិយាយគឺខ្ញុំមើលទៅលើ screen ទូរស័ព្ទតាមពិតនេះវីដេអូនេះគឺខ្ញុំនឹកឃើញភ្លាមទេរបៀបថាខ្ញុំចង់ចែកម្លែកទៅដល់បងប្អូនដែលបានស្គាល់ខ្ញុំពីបទពិសោធន៍ជីវិតពិតដែលខ្ញុំបានជួបហើយគឺជារឿងពិតដែលខ្ញុំអត់បណ្ឌិតឬក៏គ្រាន់តែជារឿងបណ្ឌិតយកមកធ្វើជាវីដេអូឯអត់ទេគឺជារឿងពិតបាទអធិស្ឋានទុកមុនសម្រាប់បងប្អូនដែលនៅទីតាំងដែលខ្ញុំបាននិយាយឈ្មោះហើយខ្ញុំជឿជាក់ថាបងប្អូនដែលនៅស្រុកកំពង់ត្រាច់កពតហ្នឹងគាត់ប្រកាសជាស្គាល់ហើយភ្នំសាលីជាពិសេសសម្រាប់បងប្អូនដែលនៅភ្នំសាលីអីហ្នឹងបាទជាស្រ័យផងណាហើយសម្រាប់បងប្អូនដែលនៅម្ដុំហ្នឹងបាទចូលរួម comment ជាមួយនឹងខ្ញុំទាំងអស់គ្នាបាទដំណើរដើមទុនគឺចេះទេកាលពីខ្ញុំនៅទូគឺខ្ញុំនៅកំពង់ត្រាច់បងប្អូនហ្នឹងហើយគឺខ្ញុំបានធ្វើការខាងតាមឡានទឹកដីរបស់អ៊ីខ្ញុំហើយខ្ញុំមានតួនាទីខាងបាកាបូលអាបូលឈូដីបងប្អូនស្គាល់បូលទេអីបន្ទាប់មកអីខ្ញុំក៏គាត់ដេញបានកម្រងធ្វើផ្លូវជាប់ជាមួយនឹងភ្នំសាលីហ្នឹងហើយគឺយើងត្រូវកាយគ្រោះនៅភ្នំសាលីហ្នឹងដើម្បីដឹកដីគ្រោះហ្នឹងយកទៅចាក់នៅលើផ្លូវគឺផ្លូវហ្នឹងពីចំណុចខាងកើតភូមិដេញរហូតមកដល់ភ្នំសាលីហ្នឹងមកហើយធម្មតាខាងក្រមឡានហ្នឹងអីទៅធ្វើនៅណាគឺគាត់តែងតែគេងហ្នឹងយប់ឡើងគឺគាត់គេងនៅហ្នឹងមកហើយអញ្ចឹងធ្វើនៅហ្នឹងក៏ដូចគ្នាពួកខ្ញុំទាំងអស់គ្នាពេលដល់ពេលថ្ងៃយើងធ្វើការចាក់ផ្លូវចាក់អីហើយអញ្ចឹងទៅយប់ឡើងក៏យើងយកឡានយកអាអិចកាយដីហើយណាបុលគឺយកមកដាក់ផ្ដុំគុំចូលគ្នានឹងជើងភ្នំហ្នឹងហើយយើងគេងជុំគ្នានៅហ្នឹងណាពីប្រឡប់គឺយើងគេងហឹងនៅខាងក្រៅទេយើងគេងធម្មតាអត់មានរឿងអីកើតឡើងទេប៉ុន្តែយប់ឡើងខ្ទង់ពីចន្លោះអាចថាខ្ទង់មិន10ជាង7ពី10ហ្នឹងស្រាប់តែមានភ្លៀងបងប្អូនភ្លៀងហ្នឹងវាជាមិនជាខ្លាំងគឺគ្រាន់តែមករូហើយក៏ពួកខ្ញុំនាំគ្នាស្រាញហឹងរត់ចូលទៅដេកនៅក្នុងឡានរៀងខ្លួនអញ្ចឹងតកង់ឡានរបស់អ្នកណាគឺគេដេកក្នុងឡានអ្នកហ្នឹងអញ្ចឹងទៅហើយខ្ញុំក៏ចូលដេកនៅក្នុងឡានដឹកអាបុលពួកអាបុលនោះវាដេកអត់កើតទេប៉ុន្តែមានឡានមួយសម្រាប់ដឹកអាបុលហើយឡាននោះគឺដឹកអត់កើតទេឡានគឺ stand by ចោលហ្នឹងគឺអាបុលតាណាដឹកនៅហ្នឹងខ្ញុំក៏ចូលដេកនៅក្នុងឡានហ្នឹងប្រហែលជាមួយសទូធំបងប្អូនខ្ញុំដេកអត់ទាន់លក់ទេណាខ្ញុំដេកអត់ទាន់លក់ទេគ្រាន់តែខ្ញុំបិទភ្នែកលាវលេអានេះបើថាខ្ញុំដេកលក់ខ្ញុំគិតថាខ្ញុំយល់សពដែរប៉ុន្តែខ្ញុំដេកអត់ទាន់លក់អីស្រាប់តែពេលហើយចាប់ដើមលឺសូរសលេងអ៊ុយលំភើស្បល់ណែស្រាប់តែពេលហើយបងប្អូនហើយខ្ញុំចាប់ដើមលឺសូរសំឡេងក្មេងសើចឯនៅក្រៅឡានដបងតែម្នាក់ឯណាដបងតែម្នាក់ឯសើចលឺសូរខឹកហើយក្មេងហ្នឹងបើតាមមកស្ដាប់សំឡេងហើយយើងប្រហែលអាយុអាចខ្ទង់ចន្លោះពីអាយុ11 12ឆ្នាំអីហ្នឹងឯងចន្លោះប៉ុណ្ណឹង10 11 12ឆ្នាំអីហ្នឹងអញ្ចឹងណាសើចខឹកទៅមានតែម្នាក់ឯងបន្ទាប់មកស្រាប់លឺសូរសំឡេងម្នាក់ទៀតមកខឹករត់បដិញរបៀបថាបលែងគ្នាអញ្ចឹងណាស្រាប់ដល់ពេលយូរទៅសំឡេងលឺសូរច្រើនទៅសើចអញក៏ខឹកផ្អើលពេញឡានមកជុំឡានមកក៏រត់បដិញគ្នារបៀបថាដូចបលែងគ្នាអញ្ចឹងណាខ្ញុំនេះលំបាក់ញើសជុកកលុំភួយចេះកលុំភួយខឹកខ្ញុំភ័យមែនតើដល់ពេលថាតែអត់ហ៊ានរត់តាទេព្រោះអីមកជុំវិញហ្នឹងសិតតែរោមអ្នកតាប្រូខ្មោចហើយហ្នឹងផ្ទះអ្នកភូមិក៏មានដែរតែគាត់ថាខ្ញុំអត់ហ៊ានទេអត់ហ៊ានរត់ទេអត់ហ៊ានចាញ់ទេគឺបើសងំបាក់ញើសជុកសងំភ័យរហូតដល់ខ្ទង់មកសទុះធំអីដែរបាត់សលេងនឹងស្ងាត់បាត់ទៅស្ងាត់ទៅអញ្ចឹងខ្ញុំក៏ព្យាយាមសម្រួលអារម្មណ៍ឲ្យខំប្រឹងសងំបិទភ្នែកដេកអញ្ចឹងណាដេកបានតែបន្តិចទៅក៏ព្រឹកអញ្ចឹងទៅហ្នឹងហើយខ្ញុំក៏យករឿងហ្នឹងយកទៅប្រាប់អ្នកភូមិនៅក្បែរហ្នឹងហើយគាត់ក៏បានប្រាប់ខ្ញុំថាអូម្ដុំហ្នឹងកាលពីប្រហែលឆ្នាំមុនហ្នឹងគឺមានក្មេងម្នាក់អាចដូចជាអាយុ11ឬ12ឆ្នាំដល់ខ្ញុំភ្លេចបាត់ហើយកលាប់អាទីឲ្យស្លាប់នៅហ្នឹងអញ្ចឹងតាបាត់អូយឲ្យខ្ញុំមែនតាំងពីយប់ហ្នឹងមកខ្ញុំមិនហ៊ានដេកនឹងទេខ្ញុំទៅសុំផ្ទះអ៊ំនៅក្បែរហ្នឹងដេកតែយប់ឡើងខ្ញុំទៅដេកផ្ទះអ៊ំហើយខ្ញុំលែងហ៊ានដេកនឹងបដ ாய் ហ្នឹងហើយនេះហើយគឺជារឿងពិតដែលខ្ញុំបានជួបខ្ញុំមិនដឹងថាបងប្អូនណាខ្លះដែលមានបទពិសោធន៍ដូចខ្ញុំទេណាហើយបើសិនជាបងប្អូនដែលមានបទពិសោធន៍ដូចខ្ញុំអាចជួយ comment ខាងក្រោមផងដើម្បីខ្ញុំចង់ដឹងថាតើមានបងប្អូនណាខ្លះដែលគាត់ធ្លាប់មានបទពិសោធន៍ព្រឺចឹងដូចខ្ញុំហ្នឹងហើយវីដេអូខ្ញុំក៏មានប៉ុណ្ណឹងទេបាទអរគុណច្រើនសម្រាប់បងប្អូនដែលកំពុងតែតាមដានវីដេអូរបស់ខ្ញុំនៅពីណាំដល់ចប់អូខេជូនពរសុខសប្បាយបាយ